នៅដើមរឿងនេះចក្រភពដេលីបានចាប់ផ្ដើមការលុកលុយជាបន្តបន្ទាប់រួមទាំងប្រទេសសូហ្វេនស្ដេចនៃសូហ្វេនបានតស៊ូខ្លះប៉ុន្តែទីបំផុតត្រូវបានសម្លាប់ដោយទីប្រឹក្សារបស់អធិរាជគឺខេត្តដែលត្រូវបានគេជឿថាជាការចាប់កំណើតឡើងវិញនៃអំពើអាក្រក់ក្នុងអំឡុងពេលសង្គ្រាមអ្នកអភិជនដែលបដិសេធមិនចូលរួមនឹងភាគីណាមួយត្រូវបានដកហូតថានិនរស័ក្តិនិងបង្ខំឲ្យរស់នៅជាពលរដ្ឋធម្មតាតួឯកស្រី Lynn Efron គឺជាកូនស្រីតែម្នាក់គត់របស់គ្រួសារអភិជននិងនឹងស្នងតំណែងឪពុកនាងជាប្រមុខគ្រួសារ Efron ទោះជាយ៉ាងណានៅក្នុងចក្រភពនេះអ្នករើតែរៀបការទើបអាចទទួលបានថានិនរស័ក្តិនោះបើនាងចង់រក្សាទ្រព្យសម្បត្តិឋានៈសង្គមនិងកម្មសិទ្ធិរបស់គ្រួសារនាងនឹងត្រូវធ្វើតាមបទដ្ឋាននិងស្វែងរកប្តីឬទាំងអស់នឹងបាត់បង់ខណៈដែលនាងកំពុងភ័យស្លន់ស្លោនាងបានគិតដល់ដំណោះស្រាយរហ័សនិងសាមញ្ញមួយសម្រាប់បញ្ហារបស់នាងពិចារណាធ្វើអាពាហ៍ពិពាហ៍តាមការរៀបចំនឹងស្វែងរកដៃគូដើម្បីរៀបការជាមួយនាងរយៈពេល1ឆ្នាំលីនបានទៅរកប្រមុខនៃសហជីពនាង10ដែលជាសហជីពកម្មករដែលល្បីថាល្អបំផុតក្នុងការលក់ព័ត៌មានឯកជនដើម្បីជួយនាងស្វែងរកប្តីដែលនាងចង់បានសម្រាប់អាពាហ៍ពិពាហ៍កិច្ចសន្យារបស់នាងម្ដាយរបស់លីនយំគិតថាបើនាងគ្រាន់តែបន្តតាមផែនការរបស់ប្តីនាងឲ្យលីនរៀបការជាមួយសែនពួកគេនឹងមិនមានបញ្ហានេះទេដែលលីនគិតថាមិនអាចទៅរួចទេព្រោះបុរសនោះគឺជាបងប្អូនជីដូនមួយរបស់នាងតួឯកនេះពិតជានិស្សិតមហាវិទ្យាល័យអាយុ21ឆ្នាំដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍និងបានកើតជាថ្មីជា Lynn Efron អាយុ21ឆ្នាំនិងជាកូនស្រីតែម្នាក់គត់របស់ព្រះអង្គម្ចាស់នាងសប្បាយចិត្តដែលបានកើតជាថ្មីប៉ុន្តែនាងសោកសៅព្រោះប្រទេសរបស់នាងកំពុងស្លាប់ឪពុកនាងបាត់បង់ឋាននិនរស័ក្តិនិងគ្រួសារនាងត្រូវបានសម្លាប់រំលាយហើយអាពាហ៍ពិពាហ៍គឺជាជម្រើសតែមួយគត់ដើម្បីសង្គ្រោះអ្វីដែលពួកគេមាននាងគិតពីការស្វែងរកប្តីដែលអាចទៅរួចបំផុតដូច្នេះនាងឲ្យម្ដាយនាងសម្រាកនិងធានានាងថានាងនឹងមានសុខភាពល្អឆាប់បន្ទាប់មកនាងពិនិត្យមើលបញ្ជីអ្នកអភិជនទាំងអស់នៅក្នុងប្រទេសរបស់ពួកគេប៉ុន្តែរកមិនឃើញបុរសដែលសមរម្យសម្រាប់នាងទេ Cheryl O'Haydon អនុប្រធានរបស់អ្នកចម្បាំងគ្រួសារ Efron ចង់និយាយជាមួយនាងគាត់ជាអ្នកអភិជនអាយុ23ឆ្នាំដែលមានទេពកោសល្យមានអាកប្បកិរិយាល្អនិងស្មោះត្រង់ចំពោះគ្រួសារទោះបីនាងមានអារម្មណ៍ថាគាត់នឹងក្លាយជាប្តីល្អប៉ុន្តែគាត់បានភ្ជាប់ពាក្យនិងស្រឡាញ់សេដាដែលជាអ្នកបម្រើរបស់នាងបន្ទាប់មកគាត់ប្រគល់ឯកសារមួយឲ្យនាងនិងសុំឲ្យនាងអានដោយប្រុងប្រយ័ត្នខណៈដែលក្មេងស្រីរបស់យើងនេះគិតថាគាត់នឹងសុំនាងរៀបការលអ្វីដែលគាត់មានន័យគឺឲ្យនាងមើលបញ្ជីបេក្ខជនអាពាហ៍ពិពាហ៍អភិជនដោយប្រុងប្រយ័ត្នប៉ុន្តែប្រវត្តិរូបរបស់បេក្ខជនមិនត្រូវបានធានាទេទោះជាយ៉ាងណាមានវិធីមួយដើម្បីស្វែងរកព័ត៌មានត្រឹមត្រូវតាមរយៈសហជីពនាង10ពួកគេផ្ដល់ព័ត៌មានគ្រប់ប្រភេទជាថ្នូរនឹងលុយនាងមិនចូលចិត្តអាពាហ៍ពិពាហ៍អធិរាជដែលអនុញ្ញាតឲ្យបុរសមានស្នេហ៍បន្ទាប់ពីរៀបការនិងបារម្ភថាប្តីអនាគតរបស់នាងនឹងជាមនុស្សអាក្រក់បន្ទាប់មកនាងដឹងថានាងអាចទៅរកនាង10ដើម្បីស្វែងរកដៃគូអាពាហ៍ពិពាហ៍កិច្ចសន្យាដើម្បីដោះស្រាយបញ្ហារបស់នាងរយៈពេល1ឆ្នាំលីងច្របូកច្របល់ខណៈដែលអាកំពុងយំប្រាប់នាងថានាងគួរតែធ្វើឲ្យលោក Hayden សប្បាយចិត្តព្រោះបើលីនមិនអាចរកបេក្ខជនដែលសមរម្យដើម្បីក្លាយជាប្តីរបស់នាងបានគាត់នឹងត្រូវបំពេញតួនាទីនោះការគិតនេះធ្វើឲ្យលីនខឹងខ្លាំងថ្ងៃបន្ទាប់រួមជាមួយលោក Hayden ពួកគេបានចេញទៅជួបម្ចាស់នៃសហជីពនាង10តាមផ្លូវនាងរៀបចំចិត្តសម្រាប់ផែនការមិនសមហេតុផលរបស់នាងដើម្បីស្វែងរកបុរសដែលព្រមរៀបការជាមួយនាងរយៈពេល1ឆ្នាំដើម្បីរក្សាឋានៈនិងទ្រព្យសម្បត្តិរបស់គ្រួសារនាងជាបណ្ដោះអាសន្នលោក Hayden ស្នើសុំអំដំណើរនាងចូលទៅខាងក្នុងនៅពេលពួកគេមកដល់គោលដៅប៉ុន្តែនាងសម្រេចចិត្តចូលតែម្នាក់ឯងនៅក្នុងបន្ទប់ងឹតនិងធំក្លិនឡាវេនដ័រលាយនាងដឹងថាមាននរណាម្នាក់នៅទីនោះប៉ុន្តែមិនអាចមើលឃើញអ្វីទេនាងទាមទារឲ្យបើកភ្លើងនិងចង់អង្គុយគាត់ធ្វើតាមដោយបើកភ្លើងដោយគ្រាន់តែចុចចំរៀមដៃនិងអនុញ្ញាតឲ្យនាងអង្គុយកន្លែងដែលនាងកំពុងឈរឥឡូវនាងអាចមើលឃើញច្បាស់ហើយនិងរកឃើញថាបុរសនោះពិតជាស្អាតកៅអីរបស់នាងមិនសូវស្រួលទេដូច្នេះនាងផ្លាស់ទីទៅកៅអីធំជាងមុនជាការពិតកន្លែងអង្គុយដែលនាងកំពុងអង្គុយឥឡូវនេះគឺជាគ្រែរបស់គាត់ដែលធ្វើឲ្យនាងភ្ញាក់ផ្អើលកាន់តែខ្លាំងហើយនាងសួរថាតើគាត់អាចគេងលើគ្រែតូចបែបនេះបានយ៉ាងណាគាត់គ្រាន់តែធ្ងូនិងគិតថានាងគួរឲ្យចាប់អារម្មណ៍ណាស់គាត់សួរនាងដោយផ្ទាល់ថាតើសំណើរបស់នាងជាអ្វីប៉ុន្តែមុនពេលនាងឆ្លើយនាងទូចឲ្យគាត់ពន្លត់បារីដែលគាត់និយាយថាជាថ្នាំសម្រាប់ដើម្បីធ្វើឲ្យគាត់គេងបន្ទាប់មកគាត់គិតថ្លៃនាងសម្រាប់សំណួរបន្ទាប់និងបន្តគិតថ្លៃនាងនៅពេលនាងនិយាយនាងស្ងប់ចិត្តនិងសួរគាត់ថាតើគាត់នឹងគិតថ្លៃនាងប៉ុន្មានគាត់ទាមទារកាក់មាស3គ្រាប់ពីនាងសម្រាប់ការទស្សនកិច្ចយប់ដោយគ្មានការណាត់ជួបនាងគិតអំពីវាមុនពេលបោះកាក់ទៅគាត់ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលព្រោះស្ត្រីដូចនាងអាចបោះលុយដោយធម្មតាបែបនេះនាងសង្ស័យលើសមត្ថភាពរបស់គាត់នឹងធ្វើតេស្តគាត់ដោយសួរថាតើគាត់ដឹងហេតុផលនៃការមករបស់នាងទេហើយធ្វើឲ្យនាងភ្ញាក់ផ្អើលគាត់ដឹងថានាងកំពុងស្វែងរកប្តីបន្ទាប់ពីនោះពួកគេចាប់ផ្ដើមធ្វើអាជីវកម្មដោយគាត់សួរលីនថាតើនាងកំពុងស្វែងរកអ្វីហើយនាងឆ្លើយថាបារុនឬអ្នកអភិជនឋានៈទាបក្នុងវ័យ20ឆ្នាំគឺល្អបំផុតនាងបន្តនិយាយថានាងចង់បានអ្នកដែលមិនលោភលន់ចំពោះឋានិនរស័ក្តិនិងបើកចិត្តចំពោះការគិតអំពីការសុំកូនចិញ្ចឹមប៉ុន្តែគាត់សង្ស័យថាអ្នកដែលមានឋានៈសង្គមទាបដែលមិនចាប់អារម្មណ៍លើឋានិនរស័ក្តិនឹងព្រមរៀបការយ៉ាងឆាប់រហ័សបែបនេះបន្ទាប់មកនាងបន្ថែមថានាងចង់បានបុរសដែលមានចិត្តល្អហើយគាត់ពន្យល់ដោយសួរថាតើនាងចង់បានបុរសដែលចូលចិត្តលុយនិងស្ត្រីឬបុរសល្អគាត់សុំឲ្យនាងកំណត់ពាក្យល្អម្ដងទៀតខណៈពេលដែលនាងកំពុងពិចារណាចម្លើយរបស់នាង
នាងសង្កេតមើលបុរសដែលនៅមុខនាងជើងវែងដៃធំនិងស្មាធំហើយវល់បុរសល្អសម្រាប់នាងគឺអ្នកដែលទាំងតាក់ទាញនិងស្រស់ស្អាតដូច្នេះការមានរូបរាងល្អជាងគឺជាការពេញចិត្តព្រោះជានាងនឹងធ្វើការទាំងអស់ទោះយ៉ាងណានៅពេលពួកគេបន្តពិភាក្សាអំពីគុណលក្ខណៈទាំងអស់ដែលនាងចង់បានសម្រាប់ប្តីអនាគតរបស់នាងបានលើកឡើងថានាងត្រូវការតែបុរសម្នាក់ដើម្បីដើរតួជាប្តីរបស់នាងរយៈពេល1ឆ្នាំឥឡូវគាត់យល់ហេតុផលដែលនាងមិនខ្វល់ពីបុរសដែលស្រឡាញ់លុយនិងស្ត្រីព្រោះអ្វីដែលនាងចង់បានគឺអាពាហ៍ពិពាហ៍កិច្ចសន្យាគាត់សួរនាងថាតើនាងមានបំណងធ្វើឲ្យអ្វីដំណើរការជាមួយប្តីរបស់នាងនៅពេលកិច្ចសន្យាផុតកំណត់ទេហើយនាងបដិសេធយ៉ាងច្បាស់គាត់បន្តសួរនាងអំពីលក្ខខណ្ឌកិច្ចសន្យានិងការទូទាត់ហើយបន្ទាប់មកនាងប្រាប់គាត់ថានាងនឹងផ្ដល់ការសងសំណងគ្រប់គ្រាន់ដើម្បីឲ្យគាត់រស់នៅដោយស្រួលក្នុងអំឡុងពេលអាពាហ៍ពិពាហ៍របស់ពួកគេនិងបន្ទាប់ពីកិច្ចសន្យាបានផុតកំណត់ក្មេងស្រីរបស់យើងមានទ្រព្យសម្បត្តិដែលរៀបណាគាត់ប្រព្រឹត្តខ្លួនល្អនៅកន្លែងសាធារណៈនាងមិនខ្វល់បើគាត់ជួបស្ត្រីផ្សេងទេអ្វីដែលនាងខ្វល់គឺសុខុមាលភាពរបស់ប្រជាជនរបស់នាងគាត់គិតថានាងឆ្លាតសម្រាប់ការរៀបចំកិច្ចសន្យាអាពាហ៍ពិពាហ៍1ឆ្នាំដូច្នេះនាងមានពេលពេញ1ឆ្នាំដើម្បីស្វែងរកអ្នកស្នងតំណែងរបស់នាងនេះគឺព្រោះរៀងរាល់ផ្សេងរដូវពិធីជប់លៀងរាជវង្សត្រូវបានរៀបចំដើម្បីណែនាំប្រមុខគ្រួសារដែលទើបតែបានតែងតាំងហើយពិធីជប់លៀងឆ្នាំនេះត្រូវបានកំណត់ពេលសម្រាប់ខែនេះគាត់សួរអំពីផែនការរបស់នាងសមរាប់ការសុំកូនចិញ្ចឹមឬមានកូនផ្ទាល់ខ្លួនដែលនាងជំទាស់ព្រោះវាទាំងអស់ជាការធ្វើពុតដូច្នេះមិនចាំបាច់មានភាពស្និទ្ធស្នាលទេហើយជ្រើសរើសពិភាក្សាប្រធានបទជាមួយបេក្ខជនដោយផ្ទាល់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងរបស់ពួកគេគាត់សុំឲ្យនាងជួបគាត់នៅរាជធានីនៅថ្ងៃបន្ទាប់លីនរៀបចំដើម្បីធ្វើដំណើរទៅរាជធានីខណៈដែលម្ដាយរបស់នាងបារម្ភចំពោះនាងមិនមានជំរើសក្រៅពីការទៅទោះបីវាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយហើយលើកទឹកចិត្តម្ដាយរបស់នាងឲ្យទុកចិត្តនាងការពិតគឺនាងភ័យស្លន់ស្លោព្រោះនេះជាលើកដំបូងដែលនាងនៅឆ្ងាយពីឪពុកម្ដាយហើយលោក Hayden ក៏សម្គាល់ឃើញមុខបារម្ភរបស់នាងហើយធានានាងថាគាត់នឹងការពារនាងរហូតដល់ចុងបញ្ចប់អ្នកចម្បាំងពិនិត្យមើលរទេសទាំងអស់នៅលើផ្លូវទៅរាជធានីហើយពួកគេដឹងថាអ្នកគ្រប់គ្រងតំបន់បានបង្កការបះបោរប៉ុន្តែមិនទាន់ត្រូវបានចាប់ខ្លួនទេដូច្នេះពួកគេកំពុងបង្កើនសន្តិសុខលោក Hayden មានអារម្មណ៍មិនល្អនិងស្នើសុំផ្លាស់ទីជាមួយអ្នកដទៃដោយណែនាំ Chen ឲ្យបើកបរយ៉ាងលឿនលីនមានអារម្មណ៍ថាមាននរណាម្នាក់នៅពីក្រោយពួកគេហើយរទេះរបស់ពួកគេចាប់ផ្ដើមញ័រលោក Hayden អង្វរនាងឲ្យស្ងៀមប៉ុន្តែផ្ទុយទៅវិញនាងចេញទៅពិនិត្យមើល Chen ដែលកំពុងមានគ្រោះថ្នាក់រូបបុរសម្នាក់ដែលកាន់ដាវមានឈាមកំពុងនឹងវាយប្រហារគាត់លោក Hayden ក៏រត់ទៅរកនាងដែរហើយពួកគេទាំងពីរបានឃើញបុរសនោះកាន់ដាវមានឈាមសក់ខ្មៅភ្នែកក្រហមដូចឈាមនិងការស្រែកឈាមគ្មានទីបញ្ចប់នាងអាចមានអារម្មណ៍ថានាងនឹងស្លាប់ដោយរបៀបដ៏ទុក្ខព្រួយម្ដងទៀតនៅពេលនោះនាងធំក្លិនដែលធ្លាប់ស្គាល់ហើយឃើញបុរសនោះចុះមករទេះរបស់ពួកគេខណៈដែលកាន់បារីរបស់គាត់នាងគិតថាវាជាថ្នាំសម្រាកប៉ុន្តែនាងប្រើប្រាស់ឱកាសនេះនិងបើករទេះយ៉ាងលឿនចេញពីបុរសស្លៀកពាក់ខ្មៅដែលនាងជឿថាជាឃាតករឈួតខែទន្ទឹមនឹងនេះអ្នកអភិជនមិនស្គាល់ម្នាក់បានដឹងពីការរលប់របស់ Khalid ទៅរាជធានីពីអ្វីដែលគាត់ដឹងហេតុផលដែលចក្រភពបានសេចក្ដីរាជាណាចក្រទាំងអស់គឺដើម្បីរៀនបន្ថែមអំពីបំណែកផ្កាយហើយខេតត្រូវបានគេសន្មតថាកំពុងស្វែងរកវាមួយសប្តាហ៍បន្ទាប់ពីលីលៀនមកដល់រាជធានីនាងរវល់ណាស់ជាមួយការរៀបចំពិធីជប់លៀងដែលនាងបន្តិចម្ដងភ្លេចការជួបគ្នាជាមួយខេតបាន11ថ្ងៃហើយប៉ុន្តែពួកគេនៅតែមិនទាន់ហេពីសហជីពទេហើយពួកគេមិនអាចរងចាំបានទៀតទេព្រោះខ្លាចថាអាជ្ញាប័ណ្ណនឹងមិនត្រូវបានអនុម័តទាន់ពេលសម្រាប់ពិធីជប់លៀងពួកគេមិនមានជំរើសក្រៅពីការប្រាមធ្យោបាយចុងក្រោយរបស់ពួកគេដែលគឺការរៀបការជាមួយ Hayden នាងមិនដែលមើល Hayden ជាមនុស្សពេញវ័យទេព្រោះគាត់ដូចជាបងប្អូនចំពោះនាងហើយនាងបានឃើញគាត់ធំឡើងនៅពេលនាងហៀបនឹងចុះហត្ថលេខាលើកិច្ចសន្យាអាពាហ៍ពិពាហ៍បុរសម្នាក់ពីសហជីពនាង10បានធ្វើអន្តរាគមន៍ដោយប្រកល់ព័ត៌មានដែលគាត់បានប្រមូលពីបេក្ខជនប្តីដែលនាងអាចចាប់អារម្មណ៍បន្ទាប់មកនាងបញ្ជា Hayden ឲ្យរងចាំនៅខាងក្រៅដើម្បីពួកគេអាចចាប់ផ្ដើមការពិភាក្សារបស់ពួកគេបេក្ខជនទី1គឺក្មេងប៉ុន្តែហាក់ដូចជាសមរម្យសម្រាប់នាងដូច្នេះនាងត្រូវការជំរឿបន្ថែមបុរសដែលពាក់ក្រណាត់ក្របាបាល់ហាក់ដូចជាលោភលន់ហើយលក់ឯកសារបេក្ខជនផ្សេងទៀតក្នុងតម្លៃ10កាក់នាងយល់ព្រមហើយពិនិត្យមើលឯកសារបេក្ខជនទី2ដោយរកឃើញថាគាត់ជាអ្នកចូលចិត្តកុមារដែលមានរូបរាងល្អដូច្នេះនាងដកគាត់ចេញពីបញ្ជីរបស់នាងបេក្ខជនទី3ក៏តាក់ទាញដែរប៉ុន្តែគាត់មានប្រពន្ធ3នាក់ត្រូវចិញ្ចឹមទោះបីនាងមិនខ្វល់ព្រោះពួកគេនឹងធ្វើអាពាហ៍ពិពាហ៍កិច្ចសន្យាប៉ុណ្ណោះប៉ុន្តែនាងមិនអាចជួយគិតពីគាត់ជាអ្នកបោកបន្លំបានទេដូច្នេះគាត់នៅតែជាការបដិសេធបន្ទាប់មកនាងមើលឯកសារបេក្ខជនចុងក្រោយហើយរកឃើញថាព័ត៌មានរបស់គាត់ត្រូវនឹងប្តីដ៏ល្អបំផុតរបស់នាងបារុនអាយុ25នាំដែលមានអាជីវកម្មផ្ទាល់ខ្លួននិងគ្មានរឿងអាស្រូវប៉ុន្តែនាងស្ទាក់ស្ទើរក្នុងការមើលរូបថតរបស់បេក្ខជនប្រវត្តិរូបរបស់គាត់ហាក់ដូចជាល្អពេកដើម្បីក្លាយជាការពិតដូច្នេះនាងសង្ស័យថាមុខរបស់គាត់អាចជាបញ្ហានាងបើកឯកសារបេក្ខជនទី4ម្ដងទៀតហើយបានបញ្ចេញឈ្មោះពេញរបស់ Khalid មិនត្រឹមត្រូវថា Delicate ដោយព្យាយាមអានភាសាក្រភពដែលមិនធ្លាប់ស្គាល់ឲ្យបានល្អបំផុតហើយនៅពេលនាងឃើញរូបថតមានតែពាក្យពីរប៉ុណ្ណោះចេញពីមាត់នាងគឺគាត់តាក់ទាញខ្ញុំមានន័យថានាងមិនខុសទេនោះនឹងជាប្រតិកម្មរបស់ខ្ញុំដែរនាងបតែកសារយ៉ាងខ្លាំងបន្ទាប់ពីមើលណុកដាក់ពាក្យសុំទី4ព្រោះនាងត្រូវការស្ងប់ចិត្តនាងមិនអាចជួយគិតអំពីរូបរាងល្អរបស់បេក្ខជនទី4បានទេ
ដែលធ្វើឲ្យនាងគិតពីដៃអូនីស៊ីសដែលសុំឲ្យនាងទទួលខុសត្រូវចំពោះគាត់ដែលនាងពិតជានឹងធ្វើការសម្រេចចិត្តរបស់នាងគឺចុងក្រោយហើយនាងបានជ្រើសរើស Khalid ជាការពិត Kate បានចង្អុលបង្ហាញការបញ្ចេញសម្លេងត្រឹមត្រូវនៃឈ្មោះប៉ុន្តែនាងពិតជាមនុស្សភ្លេចភ្លាំងហើយមិនបានដឹងថាវាជាឈ្មោះរបស់ឃាតករឈួតទេបុរសនោះពិនិត្យមើលនាងបន្ថែមទៀតថាហេតុអ្វីនាងជ្រើសរើសបេក្ខជនទី4និយាយឲ្យសាមញ្ញនាងគិតថាគាត់ជាបុរសល្អតាក់ទាញបុរសនោះមិនអាចជួយសាច់បានហើយអរគុណនាងសម្រាប់ការកោតសរសើរមុនពេលគាត់ចាប់ផ្ដើមដុតឯកសារទាំងអស់មើលពីរបៀបដែលនាងគ្រាន់តែ scan ឯកសារយ៉ាងលឿនវាហាក់ដូចជានាងមិនដឹងពីការងាររបស់បេក្ខជនទី4ទេនៅពេលបុរសនោះប្រាប់នាងថាបេក្ខជនទី4ធ្វើការសម្រាប់នាង10នាងគ្រាន់តែសន្មត់ថាគាត់ជាចុងភៅនាងជាប់គាំងក្នុងគំនិតផ្ទាល់ខ្លួនហើយចាំប្រវត្តិរូបដែលនិយាយថាគាត់មិនចូលចិត្តស្ត្រីដែលធ្វើឲ្យនាងគិតថា Kate អាចជាអ្នកស្រឡាញ់ភេទដូចគ្នានាងបន្តព្យាយាមចាំប្រវត្តិរូបរបស់គាត់នៅពេលឈ្មោះនាង10ចាប់ផ្ដើមស្ដាប់ទៅធ្លាប់ស្គាល់សម្រាប់នាងទីបំផុតនាងដឹងថាអាពាហ៍ពិពាហ៍คล้ายៗរបស់នាងនឹងជាមួយម្ចាស់សហជីពនាង10បារុនកាឡេហើយខណៈដែលជក់ថ្នាំសម្រាប់របស់គាត់សារភាពថាគាត់គឺជាបារុនពេញមួយពេលនេះប៉ុន្តែពីអ្វីដែលនាងចាំបានបុរសដែលពាក់ក្រណាត់គ្រប់ក្បាលមានសក់ពណ៌ទង់ដែងដូច្នេះដើម្បីបញ្ឈប់នាងពីការនិយាយរអូតាមខេតដកក្រណាត់គ្រប់ក្បាលរបស់គាត់ចេញដើម្បីបង្ហាញខ្លួនលីនមានចិត្តស្រឡាញ់ខេតណាស់ដែលនាងគិតថាគាត់អាចគ្រប់គ្រងពិភពលោកដោយរូបរាងល្អតែម្នាក់ឯងក្មេងស្រីនេះភ័យស្លន់ស្លោពេកដែលមិនអាចស្គាល់បានថាគាត់គឺជាបុរសនៅលើទេរបស់នាងហើយដើម្បីទទួលបានការទូទាត់របស់ខេតអ្នកទាំងពីរចាប់ផ្ដើមពិភាក្សាកិច្ចសន្យារបស់ពួកគេកិច្ចសន្យារបស់ពួកគេបញ្ជាក់ថាពួកគេត្រូវតែចែករំលែកបន្ទប់ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យមានការប៉ះពាល់ស្បែកណាមួយទេហើយខេតចង់ធានាថានេះក៏អនុវត្តចំពោះនាងដែរហើយនាងយល់ព្រមទោះបីជាសម្ងាត់នាងសោកស្ដាយដែលបានបញ្ចូលវានៅកន្លែងដំបូងចំពោះការទូទាត់គាត់ចង់បាន4ដងនៃប្រាក់ឧបត្ថម្ភដំបូងប៉ុន្តែលីនបដិសេធព្រោះបន្ទាប់ពីកិច្ចសន្យារបស់ពួកគេគាត់នឹងទទួលបានប្រាក់សងសំណងធំជាងនេះគាត់ដឹងពីរឿងនេះប៉ុន្តែជំនួសឲ្យការសងសំណងជាលុយគាត់ចង់បានកម្មសិទ្ធិរបស់គ្រូសាអេហ្វ្រុនលើភ្នំអណ្ដើកនៅឆ្នេរសេអាយនាងមានបំណងផ្ដល់ឲ្យគាត់បន្ថែមប៉ុន្តែចាប់តាំងពីនេះគឺជាអ្វីដែលគាត់ចង់បាននាងទទួលយកការចរចារបស់គាត់ហើយដើម្បីបញ្ចប់កិច្ចសន្យារបស់ពួកគេចុះហត្ថលេខាទាំងអាជ្ញាប័ណ្ណអាពាហ៍ពិពាហ៍និងឯកសារលែងលះរបស់ពួកគេក្នុងពេលតែមួយមុនពេលខេតចាក់ចេញគាត់សុំការទូទាត់ហើយគាត់ចេញទៅបន្ទាប់មកហើយដិនចូលបន្ទប់ប្រាប់លីនថាទេសពីលោកដេអ៊ីសាអេហ្វ្រុនកំពុងរងចាំពួកគេបន្ទាប់ពីពួកគេរៀបការដេលីសាទទួលបានឈ្មោះត្រកូលរបស់ព្រះអង្គម្ចាស់ព្រោះតំណែងរបស់នាងខ្ពស់ជាងរបស់គាត់ដូច្នេះគ្មាននរណាម្នាក់ពីភាគីលីនដឹងថាគាត់គឺជាខេលីតទេនាងមើលទៅសប្បាយចិត្តហើយប្រាប់ហើយដិនថាបេសកកម្មរបស់ពួកគេក្នុងការស្វែងរកប្តីសម្រាប់នាងបានបញ្ចប់គាត់ហាក់ដូចជាធូរស្បើយព្រោះនាង10គឺជាសហជីពដែលសហការជាមួយអធិរាជដែលផ្ដល់ឲ្យពួកគេនៅអត្ថប្រយោជន៍ពួកគេមកដល់វិមានបារុនជាមួយអេដិនអ្នកបម្រើស្វាគមន៍ពួកគេបន្ទាប់មកគាត់នាំលីលាចូលទៅបន្ទប់របស់នាងហើយមានអារម្មណ៍ខ្មាស់អៀនគ្រាន់តែគិតថានាងនឹងគេងនៅក្នុងនោះជាមួយដេអ៊ីសាពីរបៀបដែលអ្នកបម្រើនិយាយជាមួយនាងវាហាក់ដូចជាគាត់ក៏ជាសមាជិកនៃអ្នកចម្បាំងដែរហើយដឹងពីកិច្ចសន្យារបស់ពួកគេទន្ទឹមនឹងនេះខេតនៅកន្លែងណាមួយក្នុងវាំងកំពុងសម្លាប់អ្នកអភិជនម្នាក់ដោយខូខើនៅមុខអ្នកអភិជនជាច្រើននៅពេលនាយករដ្ឋមន្ត្រីជំនួសឲ្យការចាប់ខ្លួនគាត់ទាមទារឲ្យគាត់ធ្វើការសម្លាប់ដោយស្ងៀមសហជីពរបស់ខាលីតពីមុនជាក្រុមចារកម្មក្រោមបញ្ជាផ្ទាល់ពីអធិរាជរហូតដល់គាត់ស្នើសុំបំបាំងវាជាកំហុសគាត់ធ្វើពុតផ្ដល់ព័ត៌មានខណៈដែលសម្លាប់អ្នកអភិជនដែលស្វែងរកចំណេះដឹងដើម្បីធ្វើឃាតអធិរាជនៅពេលនាយករដ្ឋមន្ត្រីឃើញបុរសស្លាប់គាត់អាចតែធ្ងូហើយហៅខេតថាជាឃាតករឈួតខេតមកដល់ផ្ទះដើម្បីរកលីនកំពុងគេងរួចហើយដោយហេតុផលណាមួយគាត់មិនមានអារម្មណ៍រំខានដោយវត្តមានរបស់នាងទេគាត់អង្គុយក្បែរនាងហើយឆ្ងល់ថាតើអ្វីខុសគ្នាអំពីនាងនៅពេលនាងភ្លាមយំក្នុងការគេងរបស់នាងលីនកំពុងមានសុបិនអាក្រក់នាងអាចធំក្លិនមរណៈគ្រប់ទីកន្លែងធ្វើឲ្យនាងភ័យស្លន់ស្លោបន្ទាប់មកនាងឃើញបុរសម្នាក់ដែលមានដៃមានឈាមកាន់ដាវនៅក្នុងសុបិនរបស់នាងបុរសនោះបានបញ្ចេញដាវប៉ុន្តែត្រូវបានលេបដោយភាពងងឹតរហូតដល់គាត់សុំជំនួយលីនចាប់គាត់ហើយទីងគាត់ចេញបានដោយជោគជ័យហើយរកឃើញថាវាគឺដេលីសាភ្លាមនាងឈានទៅរកដេលីសាហើយយំឈ្មោះគាត់ប៉ុន្តែនៅពេលគាត់ចាប់ផ្ដើមលូបលើនាងស្ងប់ចិត្តហើយដេកលក់ដូចកុមារថ្ងៃបន្ទាប់នាងភ្ញាក់ដោយមិនចាំបរិបទនៃសុបិនរបស់នាងប៉ុន្តែនាងចាំបានថាដេលីសាពិតជានៅក្នុងនោះធ្វើឲ្យអារម្មណ៍របស់នាងភ្លឺទាន់ពេលវេលាអេនអ្នកបម្រើរបស់នាងចូលបន្ទប់ហើយសុំឲ្យនាងរៀបចំខ្លួនព្រោះប្តីរបស់នាងបានបញ្ជូននរណាម្នាក់ពីដាលីយ៉ាមកដើម្បីរៀបចំសម្លៀកបំពាក់សម្រាប់ពិធីជប់លៀងថ្ងៃស្អែកលីនមិនដឹងហេតុផលដែលនាងរំភើបចំពោះវាទេខណៈដែលអេនយំនៅពេលនាងប្រាប់នាងថាហាងម៉ូដដែលបាននិយាយនោះគឺជាផ្ទះម៉ូដដ៏អស្ចារ្យបំផុតហើយម៉ាដាមហៃនផ្ទាល់បានមកកែសម្រួលសម្លៀកបំពាក់សម្រាប់នាងឆាប់នេះអេឌីហៃនម្ចាស់ហាងដាលីយ៉ាអាតេឡាមកដល់មើលទៅអស់ចាណាស់ហើយស្វាគមន៍ព្រះអង្គម្ចាស់លីនគិតថាហាននេះសុខឆាយណាស់ដូច្នេះបន្ទាប់ពីការស្វាគមន៍ដ៏កក់ក្ដៅហាននេះបានបង្ហាញសម្លៀកបំពាក់ដ៏ភ្លឺស្វាងដែលសម្បូរទៅដោយត្បូងដែលនាងបានរៀបចំសម្រាប់នាងលីនសាក់ល្បងហើយហាននេះចាប់ផ្ដើមការកែសម្រួលចុងក្រោយទាំងអស់នេះខណៈដែលបំពេញនាងនៅនរនាការថ្មីនឹងពាក្យចចាមអារាមចុងក្រោយដែលកំពុងចរាចរក្នុងរាជធានីទោះបីនាងរកឃើញថាវាមានប្រយោជន៍
នាងរកឃើញថាវាមិនធម្មតាហើយឆ្ងល់ថាតើនាងជាអ្នកចម្បាំង10ម្នាក់ទេបន្ទាប់មកនាងសួរដោយភាពសាមញ្ញអំពីទំនាក់ទំនងរបស់នាងជាមួយប្តីរបស់នាងធ្វើឲ្យហែងឈប់មួយរំពេចមិនរំពឹងថាលីននឹងចាប់ផ្ដើមសួរនាងហើយប្រាប់លីនថានាងគ្រាន់តែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ពីប្តីរបស់នាងប៉ុន្តែលីនជឿផ្សេងដោយជឿថាមនុស្សល្បីដូចហែងនឹងមិនជួយនាងនឹងសម្លៀកបំពាក់របស់នាងទេនៅពេលពួកគេបញ្ចប់ការសាក់លបងលីនអញ្ជើញនាងឲ្យនៅអាហារពេលល្ងាចប៉ុន្តែទឹកមុខរបស់ហែងមើលទៅភ័យលៀកណាស់ដែលនាងបដិសេធយ៉ាងលឿនហើយរត់ចេញខេដត្រឡប់មកផ្ទះនៅល្ងាចនោះគ្រាន់តែត្រូវបានរំខានដោយអេដិនដែលតាមបញ្ជារបស់អធិរាជសួរថាតើខេតបានទៅទីកន្លែងដែលបំណែកផ្កាយអាចត្រូវបានរកឃើញឬនៅអេដិនភ្ញាក់ផ្អើលដែលបានដឹងពីខេតថាគាត់មិនបានទៅទីកន្លែងនោះទេព្រោះគាត់បានស្វែងរកវាមិនឈប់ឈររហូតដល់ចំណុចនេះជាលើកដំបូងដែលខេតមិនអើពើនឹងបញ្ជារបស់ព្រះមហាក្សត្រនេះទាំងអស់ព្រោះខេតរកឃើញអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ជាងបំណែកផ្កាយគឺលីននាងដូចជាខ្យល់បរិសុទ្ធហើយនៅពេលគាត់ឃើញទឹកមុខភ័យខ្លាចរបស់នាងបេះដូងរបស់គាត់លោតលឿនជាលើកដំបូងបាទគាត់រកឃើញស្នាមញញឹមស្រាលរបស់នាងតាក់ទាញនៅពេលអេដិនសួរថាតើគាត់នឹងទទួលយកឋាននរស័ក្តិរបស់គាត់ទេជាលើកដំបូងគាត់មិនបដិសេធទេហើយឥឡូវគាត់ក្រុងពិភាក្សាបញ្ហាជាមួយអធិរាជបន្ទាប់មកអេដិនចាក់ចេញខណៈដែលខេតដេកក្បែរលីនដៃរបស់នាងប្រទេសនឹងរបស់គាត់ដោយចៃដន្យគាត់ភ្ញាក់ផ្អើលហើយមិនអាចជឿបានថាគាត់កំពុងមានអារម្មណ៍កក់ក្ដៅហើយគាត់ថែមទាំងចាប់ផ្ដើមមិនលឺអ្វីទៀតផងដែលគាត់មិនអាចធ្វើបានដោយគ្មានថ្នាំសម្រាប់របស់គាត់ប៉ុន្តែនៅពេលគាត់បញ្ចេញភាពងឹតត្រឡប់មកវិញលីនអាចជាដំណោះស្រាយមុខភ័យខ្លាចរបស់អេនគឺជាអ្វីដំបូងដែលលីនឃើញនៅពេលនាងញាក់នេះគឺព្រោះនាងបាននិយាយថាអ្នកអភិជនត្រូវបានសម្លាប់នៅពិធីជប់លៀងរាជវង្សក្នុងរយៈពេល2ថ្ងៃកន្លងមកហើយខេតជាអ្នកទទួលខុសត្រូវអេនបារម្ភអំពីសុវត្ថិភាពរបស់លីននៅពិធីជប់លៀងថ្ងៃស្អែកប៉ុន្តែលីនមិនគិតថាពួកគេត្រូវបារម្ភច្រើនពេកទេព្រោះបើឃាតករពិតជាមានបំណងសម្លាប់នាងគាត់នឹងបានធ្វើនៅក្នុងរទេះរួចហើយថ្ងៃនេះជាអាហារដំបូងរបស់នាងជាមួយប្តីដូច្នេះនាងបានយកចិត្តទុកដាក់ពិសេសដើម្បីមើលទៅល្អបំផុតហើយនៅពេលដែលអ៊ីសមកដល់គាត់ស្វាគមន៍នាងដោយហៅនាងថារ៉េនរីនហើយក្មេងស្រីរបស់យើងនេះកំពុងក្រហមទឹកមុខនៅតែកំពុងដំណើរការរបៀបដែលគាត់ហៅនាងបន្ទាប់មកនាងធ្វើតាមហៅគាត់ថាដេដែលជាឈ្មោះលាបាមដែលដេអ៊ីសាចូលចិត្តជាពិសេសហើយអ្នកទាំងពីរបន្តទទួលទានដោយសន្តិភាពទន្ទឹមនឹងនេះអេនខ្លាចថាខេតបានសម្លាប់ព្រះអង្គម្ចាស់រួចហើយដូច្នេះគាត់ពិនិត្យមើលពួកគេហើយប្រាប់ពួកគេថាការងូតទឹករបស់ពួកគេបានរៀបចំរួចហើយដេលីសាផ្ដល់អញ្ជើញងូតទឹកជាមួយគ្នាធ្វើឲ្យនាងមិនដំណើរការវាដេលីសាហើយរត់ចេញចាំបេក្ខជន3នាក់ផ្សេងទៀតប្រវត្តិរូបដែលលីនបានអានអំពីពួកគេពិតជាមិនពិតទេបុរសនោះមិនមែនជាអ្នកចូលចិត្តកុមារទេហើយម្នាក់ទៀតមិនមានប្រពន្ធ3នាក់ទេពួកគេពិតជាសមាជិកនៃកំហុសហើយវីទាំងអស់ត្រូវបានគ្រោងដោយខេតដែលបានចាប់អារម្មណ៍លីនតាំងពីដំបូងហើយដឹងថានាងនឹងជ្រើសរើសប្រវត្តិរូបរបស់គាត់ឲ្យបានល្អបំផុតនៅពេលនាងដើរចូលទៅបន្ទប់របស់ពួកគេទិដ្ឋភាពជាមួយដេលីសាក្នុងសម្លៀកបំពាក់គេងរបស់គាត់អានឯកសារធ្វើឲ្យនាងឈួតនាងក៏សម្គាល់ឃើញសក់សាមរបស់គាត់ហើយនៅសុំឲ្យគាត់ស្ងួតវាមុនពេលគេងដេលីសាដែលចូលចិត្តចែកចង់សុំឲ្យនាងស្ងួតវាសម្រាប់គាត់ហើយខណៈដែលនាងកំពុងធ្វើនាងសួរគាត់ថាតើពាក្យចាំអារ៉ាមអំពីរូបរាងរបស់ខេពិតទេដេលីសាព្យាយាមជៀសវាងសំណួរដោយធ្វើឲ្យគាត់គួរឲ្យស្រឡាញ់ដូច្នេះនាងហោះត្រឡប់ទៅផ្នែករបស់នាងនៃក្រែហើយអ្នកទាំងពីរទៅគេងថ្ងៃបន្ទាប់នាងរវល់រៀបចំសម្រាប់ពិធីជប់លៀងជាមួយជំនួយពីអ្នកបម្រើម្នាក់សួរនាងដោយបារម្ភថាតើនាងដឹងថាថ្នាំសម្រាប់របស់ប្តីនាងជាអ្វីទេហើយស្នើសុំឲ្យនាងរំលឹកគាត់ឲ្យជក់វាបើមិនដូច្នេះទេវានឹងមានគ្រោះថ្នាក់លីនគ្រាន់តែទីថាវាជាថ្នាំប្រភេទមួយហើយសន្យាថានឹងរំលឹកគាត់ធ្វើឲ្យអ្នកបម្រើធូរស្បើយនាងមើលទៅស្រស់ស្អាតក្នុងសម្លៀកបំពាក់របស់នាងឥឡូវដែលនាងមានកិច្ចសន្យាអាពាហ៍ពិពាហ៍អ្វីដែលនៅសល់គឺបញ្ចប់ពិធីជប់លៀងហើយនាងនឹងអាចគ្រប់គ្រងទឹកដីរបស់ពួកគេម្ដងទៀតហើយនៅពេលនាងចុះជណ្ដើររូបរាងរបស់ប្តីនាងធ្វើឲ្យនាងរីករាយនៅក្នុងរទេះលីនរកឃើញរូបរាងថ្មីរបស់ដេគួរឲ្យពេញចិត្តចំពោះភ្នែករបស់នាងនៅពេលនាងសម្លឹងមើលគាត់នាងចាំការព្រមានរបស់អ្នកបម្រើអំពីថ្នាំសម្រាប់របស់គាត់ហើយនាំយកវាមកគាត់មិនអាចព្រោះវាត្រូវបានហាមឃាត់នៅក្នុងវាំងដែលរំខានចិត្តនាងព្រោះនាងដឹងថាវាជាថ្នាំរបស់គាត់នោះជាការមិនធម្មតាដែលបាននេះពីនាងប៉ុន្តែគាត់ធានានាងថាគាត់នឹងមានសុខភាពល្អដែលរៀបណានាងនៅជាមួយគាត់នាងមើលចេញតាមបង្អួចហើយឃើញជួរវែងនៃរទេះកំពុងរងចាំចូលវាំងនាងភ្ញាក់ផ្អើលថាទាហានអនុញ្ញាតឲ្យពួកគេចូលមុនអ្នកដទៃហើយសន្មតថាវាជាអត្ថប្រយោជន៍នៃការក្លាយជាប្រមុខសហជីពនាង10នៅពេលពួកគេមកដល់វាំងពួកគេត្រូវបានប្រកាសថាជាព្រះអង្គម្ចាស់អេហ្វ្រុននិងខេមិនប្រកាសថាតើនាងកំពុងយារឹមត្រូវទេនាងបន្តពិនិត្យមើលជុំវិញគិតថាឃាតករនៅទីនោះកន្លែងណាមួយហើយបញ្ចុះបញ្ចូលខ្លួនឯងថានាងរាន់តែបកស្រាយភាសាខុសនាងក៏សម្គាល់ឃើញភាពចម្លែកក្នុងប្រតិកម្មរបស់ហ្វូងមនុស្សហើយប្រាប់លីសាថាប្រហែលជាមនុស្សនោះមានធ្វើឲ្យគាត់សើចនាងចាប់ផ្ដើមបារម្ភចាប់ដេយ៉ាងជិតហើយសម្រាប់ចិត្តទុកចិត្តគាត់នាងឮស្ត្រីកំពុងជែកអំពីនាងហើយនាងស្វាគមន៍ពួកគេដោយមោទនភាពខណៈដែលកាន់ដេលពួកគេមិនអាចផ្លាស់ទីនៅពេលពួកគេឃើញខេតក្បែរនាងប៉ុន្តែក្មេងស្រីរបស់យើងក្រាស់ណាស់ដែលនាងគ្រាន់តែគិតថាពួកគេរកឃើញប្តីរបស់នាងស្រស់ស្អាតហើយព្យាយាមរក្សាគាត់ពេលនោះបុរសម្នាក់ណែនាំខ្លួនឯងចំពោះនាងថាជាផែនហ្វាប៊ីអានព្រះអង្គម្ចាស់ថ្មីនៃហ្វាបឺ
អានពួកគេស្វាគមន៍គ្នាហើយនៅពេលពួកគេហៀបនឹងចាប់ដៃដែលបានរុញដៃរបស់គាត់លើនាងយ៉ាងរលូនបន្ទាប់មកបារុនគីងធ្វើអន្តរាគមន៍ហើយហៅឈ្មោះនាងមិនមែនដោយថានិនរស័ក្តិរបស់នាងទេដែលជាការប្រមាថយ៉ាងខ្លាំងបារុនបន្តចំអកនាងថាតើនាងពិតជារៀបការឬទេរហូតដល់ដេចូលមកអះអាងឋានៈប្តីរបស់គាត់ការប្រកាសច្បាស់លាស់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយប្រតិកម្មរបស់ពួកគេធ្វើឲ្យលិនភ្ញាក់ផ្អើលបារុនដែលមិនដឹងថាដេលីសាជានរណាបានប្រមាថគាត់ដោយអះអាងថាបើគាត់មិនមានរូបរាងអស្ចារ្យគាត់នឹងជាអ្នកសម្រាប់នាងដេលីសាធុញនឹងការស្ងៀមហើយចាប់ផ្ដើមច្របាច់អកគាត់ដោយដៃមួយនាងកំពុងឃើញប្តីរបស់នាងព្យាយាមសម្លាប់បុរសនោះដោយងាយស្រួលហើយបន្ទាប់មកលិនចាប់ផ្ដើមស្គាល់ភ្នែកក្រហមរបស់គាត់នាងចាប់គាត់យ៉ាងលឿនសុំឲ្យគាត់បញ្ចេញខណៈដែលដេគ្រាន់តែសួរនាងដោយធម្មតាថាហេតុអ្វីបន្ទាប់មកនាងក៏សម្គាល់ឃើញគ្រប់គ្នាកំពុងភ័យស្លន់ស្លោហើយសូម្បីតែអ្នកចម្បាំងរាជវង្សក៏មិនព្យាយាមបញ្ឈប់ដេដែរនាងគិតថាគ្រប់គ្នាកំពុងធ្វើចម្លែកហើយនៅតែបដិសេធថាដេជាទីស្រឡាញ់របស់នាងគឺជាបុរសនោះទីបំផុតនាងទទួលយកថាពួកគេមើលទៅដូចគ្នាប៉ុន្តែបុគ្គលិកលក្ខណៈរបស់ពួកគេខុសគ្នាបន្ទាប់ពីការគិតទាំងអស់នាងបញ្ចុះបញ្ចូលដេឲ្យបញ្ចេញបារុនហើយនិយាយជាមួយនាងសំណាងល្អគាត់យល់ព្រមធ្វើឲ្យបារុនដួលរលំហើយហ្វូងមនុស្សចូលទៅក្នុងភាពច្របូកច្របល់ពួកគេហៅគាត់ថាឃាតករហើយស្គាល់គាត់ថាជាខេតនាងសួរដោយប្រុងប្រយ័ត្នថាតើគាត់ជាដេលីសាខេតទេហើយការបដិសេធរបស់គាត់ស្ទើរតែធ្វើឲ្យនាងដួលដោយការធូរស្បើយបន្ទាប់មកគាត់លើកនាងហើយណែនាំខ្លួនឯងដោយភាពស្លូតបូតថាជាដេលីសាអេធុនលិនដឹងថានេះមិនមើលទៅល្អទេហើយធ្វើពុតសាយខណៈដែលសួរឈ្មោះពេញរបស់គាត់មុនពេលពួកគេរៀបការស្ដាប់ការឆ្លើយតបរបស់គាត់គំនិតរបស់នាងរត់លឿនជាមួយនឹងគំនិតអំពីសុវត្ថិភាពរបស់នាងក្មេងស្រីទីបំផុតបាទគាត់គឺជាឃាតករស្រស់ស្អាតខ្ញុំមិនប្រកាសថាតើគាត់ពិតជាស៊ីសទេប៉ុន្តែម្ដងទៀតគាត់រកឃើញមុខបារម្ភរបស់នាងគួរឲ្យស្រឡាញ់ពេលនោះអ្នកសារបំណឹងរាជវង្សអានក្រិតរបស់អធិរាជតែងតាំងអាក់ដុកខេតឲ្យគ្រប់គ្រងរាជាណាចក្រសូហ្វែនហើយទាមទារការគោរពពេញលេញចំពោះបញ្ជារបស់គាត់ខណៈដែលគំនិតរបស់នាងនៅតែព្យាយាមយល់អ្វីទាំងអស់នាងឮគាត់និយាយថានេះគឺចុងបាញ់ចាប់ដែលនាងយកមកមានន័យថាគាត់ហៀបនឹងសម្លាប់នាងប៉ុន្តែគាត់ពិតជាគ្រាន់តែចង់រំជាមួយនាងមុនពេលពួកគេទៅផ្ទះនាងបដិសេធហើយទូចចង់ទៅផ្ទះលីននៅតែញ័រក្នុងរទេះហើយមានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងនៅពេលនាងចាប់បានគាត់កំពុងសម្លឹងមើលនាងគាត់ប្រាប់នាងឲ្យសម្រាកប៉ុន្តែគំនិតរបស់នាងនៅតែរត់លឿនលើការស្លាប់ដែលនឹងមកដល់នៅក្នុងដៃរបស់គាត់នាងសួរគាត់អំពីថ្នាំសម្រាប់របស់គាត់ក្នុងការព្យាយាមធ្វើឲ្យភាពតានតឹងរវាងពួកគេស្ងប់ហើយដោយស្នាមញញឹមគាត់និយាយថាគាត់មានសុខភាពល្អដែលរៀបណានាងនៅជាមួយគាត់នាងនិយាយជាមួយគាត់ដោយផ្លូវការប៉ុន្តែគាត់ទាមទារឲ្យនាងនិយាយជាមួយគាត់ដូចដែលនាងធ្វើពីមុនហើយដោយសំឡេងញ័រនាងប្រាប់គាត់ថាកិច្ចសន្យារបស់ពួកគេមកខៈព្រោះលក្ខខណ្ឌរបស់នាងទាមទារឲ្យគាត់ជាបារុនឬទាបជាងនេះគាត់ញឹមអន់ទៅមុខហើយសួរនាងថាតើនាងរកឃើញគាត់គួរឲ្យខ្លាចទេគាត់ជឿថានាងភ័យព្រោះឧបត្តិហេតុរទេះដែលនាងបានឃើញគាត់ចង្អុលដាវរបស់គាត់ទៅកាន់ឆេនហើយពន្យល់ថាវាជាផ្នែកមួយនៃការងាររបស់គាត់នាងគិតថាប្រហែលជាគាត់មិនមែនជាឃាតករឆ្កួតទេហើយមានអារម្មណ៍ធូរស្បើយគិតថានាងនឹងមិនស្លាប់ក្នុងពេលឆាប់នេះទេទន្ទឹមនឹងនេះលោកហៃដិនភ័យខ្លាចណាស់ដែលបានដឹងថាព្រះអង្គម្ចាស់នឹងខេតបានរៀបការអ្នកបម្រើប្រាប់គាត់ឲ្យប្រុងប្រយ័ត្នអ្វីដែលគាត់និយាយព្រោះខេតត្រូវបានលើកកម្ពស់ទៅជាអាដុកហើយនឹងគ្រប់គ្រងលើរាជាណាចក្រសូហ្វែនទាំងមូលបន្ទាប់មកគាត់ប្រមានគាត់កុំឲ្យចូលទៅជិតដុកលុះត្រាតែគាត់កំពុងជក់ថ្នាំសម្រាប់របស់គាត់បើមិនដូច្នេះទេគាត់នឹងបាត់បង់នៅក្នុងផ្លែតមួយអេដិនស្វាគមន៍ពួកគេនៅពេលពួកគេមកដល់ផ្ទះខណៈដែលលីនបន្តសម្លឹងមើលគាត់ដោយកំហឹងដែលគាត់មិនបានប្រាប់នាងពីអត្តសញ្ញាណពិតរបស់ខេតនៅពេលខេតគាត់សម្គាល់ឃើញមើលចំហុយដែលនាងកំពុងផ្ដល់ឲ្យអ្នកបង្គាត់ព័ទ្ធដៃជុំវិញនាងហើយទាមទារឲ្យដឹងហេតុផលនាងសឹកប្រាប់គាត់ថាគាត់មិនចាំបាច់ធ្វើពុតជាប្តីច្រណែនទេប៉ុន្តែគាត់ឈានទៅរកមុខនាងសារភាពថាគាត់ពិតជាច្រណែននាងចាំយ៉ាងលឿនថាដៃរបស់គាត់ត្រូវតែពេញទៅដោយញើសរបស់នាងពីមុនដូច្នេះនាងបញ្ជាគាត់ឲ្យលាងដៃដោយឆ្កងគាត់ដឹងយ៉ាងលឿនអ្វីដែលនាងមានន័យដូច្នេះខេតដែលកំពុងធ្វើអាក្រក់លិតដៃរបស់គាត់ជំនួសវិញប្រលឹងរបស់នាងចាក់ចេញពីរាងកាយដោយការខ្មាស់អៀនហើយរត់ចេញទុកឲ្យគាត់សើចអូខ្ញុំមានការខ្មាស់អៀនទី2សូមទោសអ្នកទាំងអស់គ្នាទោះយ៉ាងណាក៏ដោយលីនជាមួយលោក Hayden និង Enel កំពុងពិភាក្សាការរៀបចំថ្មីរបស់ពួកគេលីនប្រាប់ពួកគេថាដែលរៀបណាគាត់ទទួលទានថ្នាំសម្រាប់របស់គាត់អ្វីនឹងមានសុខភាពល្អហើយនាងជំរុញពួកគេឲ្យរក្សាសុវត្ថិភាពនិងរស់នៅខណៈដែលពួកគេមិននៅជាមួយនាងលោក Hayden ប្រាប់នាងថាទោះបីនាងខ្លាយជាអដុកស្រីនាងនៅតែនឹងទទួលបានទ្រព្យសម្បត្តិរបស់គ្រួសារអេហ្វ្រុនហើយនឹងអាចគ្រប់គ្រងទឹកដីរបស់ពួកគេផងដែរថ្ងៃបន្ទាប់នាងពិនិត្យមើលកិច្ចសន្យាទាំងមូលនិងឯកសារផ្សេងទៀតដែលនឹងជួយនាងធ្វើឲ្យអាពាហ៍ពិពាហ៍របស់ពួកគេមកខៈហើយនាងដឹងថាអ្នកអភិជនថានិនរស័ក្តិខ្ពស់ត្រូវការអនុញ្ញាតរបស់អធិរាជសម្រាប់អាពាហ៍ពិពាហ៍ចាប់តាំងពីនាងគិតថានិនរស័ក្តិដុករបស់ខាលីតកំពុងដំណើរការគាត់គួរតែនៅជាបារុនលើក្រដាស់ដែលមានន័យថាឋានៈជាព្រះអង្គម្ចាស់របស់នាងខ្ពស់ជាងរបស់គាត់អនុញ្ញាតឲ្យនាងលុបចោលអាពាហ៍ពិពាហ៍របស់ពួកគេប៉ុន្តែបន្ទាប់មកខេតមកដល់ដោយមិនមានអ្វីហើយប្រាប់នាងថាអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានអនុម័តរួចហើយនាងភ្ញាក់ផ្អើលដែលបានដឹងថាគាត់បានក្លាយជាដុកកាលពី2ថ្ងៃមុននោះហើយជាមូលហេតុដែលគាត់អាចមានអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានអនុម័តហើយសូមបីតែកិច្ចសន្យារបស់ពួកគេក៏មានសុពលភាពដែរព្រោះគាត់ជាបារុននៅពេលនោះនាងមិនអាចគិតពីវិធីផ្សេងទៀតចេញ
ហើយជឿជាក់ថាខេតបានបោកនាងឲ្យរៀបការនៅវាំងបុរសអាចកំបាំងស៊ូពីសេឡាហ៊ីលតុនប្រធានអ្នកបម្រើថាតើមានបញ្ហាអ្វីក្នុងអំឡុងពិធីជប់លៀងរាជវង្សទេហើយរកឃើញថាមានបញ្ហាតូចតាចប៉ុន្តែពួកគេទាំងអស់ត្រូវបានដោះស្រាយគាត់ក៏សួរអំពីស្ត្រីដែលលីសាខេតបាននាំទៅដែលនាងឆ្លើយថានាងជាព្រះអង្គកម្ចាស់អេហ្វ្រុននៃរាជាណាចក្រសូហ្វេនបុរសអាចកំបាំងច្របូកច្របល់អំពីសកម្មភាពថ្មីរបស់ដេលីសាព្រោះគាត់ដឹងថាផែនការដំបូងរបស់គាត់គឺដើម្បីទទួលបានបំណែកកាយដេលីសាប្រាប់លីនថាវាជាការងាររបស់គាត់ក្នុងការសម្លាប់ដើម្បីទទួលបានព័ត៌មានបន្ទាប់ពីពន្យល់ថាគាត់មិនជក់នៅក្នុងវាំងទេព្រោះវានឹងរំខានដល់សមត្ថភាពរបស់គាត់ក្នុងការគ្រប់គ្រងអ្នកអភិជនគាត់សួរនាងថាតើនាងនៅតែភ័យគាត់ទេទោះបីមានថ្នាំសម្រាប់ដែលគាត់កំពុងជក់ថ្នាំសម្រាប់របស់គាត់ដូចជាច្រវាក់ដែលរក្សាឆ្កែឆ្កួតឲ្យស្ងប់នៅក្នុងភ្នែករបស់សាធារណៈនាងចាំមកបាត់ហេតុហើយចោទប្រកាន់គាត់ថាសម្លាប់បារុនគឺវីនធ្វើឲ្យនាងភ្ញាក់ផ្អើលគាត់បញ្ជាក់ថាបារុននៅរស់ហើយសួរនាងថាតើនាងចង់ឲ្យគាត់សម្លាប់បារុនទេបុរសចាស់អាចរំខានណាស់ប៉ុនតែមិនមានហេតុផលសម្រាប់គាត់ពេលនេះទេលីនជឿថាឯកសារផ្សេងទៀតគ្មានប្រយោជន៍ដូច្នេះនាងអនុញ្ញាតឲ្យគាត់ចុះហត្ថលេខាលើកិច្ចសន្យាចិញ្ចឹមប៉ុន្តែគាត់សួរថាតើនាងពិតជាត្រូវការពួកគេឥឡូវនៅពេលដែលនាងមានអំណាចជាអឌុកស្រីនាងភ័យស្លន់ស្លោហើយប្រាប់គាត់ថាពួកគេគ្រាន់តែត្រូវនៅជាមួយគ្នាអស់មួយឆ្នាំខេតមិនមានប្រតិកម្មហើយគ្រាន់តែយល់ព្រមការពិតគឺថាគាត់គិតថាគាត់កំពុងជួយលីនព្រោះការខ្លាចជាឌុកស្រីនឹងផ្ដល់ឲ្យនាងនៅសិទ្ធិអំណាចលើអេហ្វ្រុននិងអ្នកអភិជនផ្សេងទៀតគាត់ពិនិត្យកិច្ចសន្យាហើយសុំឲ្យនាងសរសេរឈ្មោះរបស់នាងឡើងវិញជាលីនខេតគាត់ពេញចិត្តឃើញឈ្មោះរបស់ពួកគេត្រូវបានចារឹកជាប្តីនិងប្រពន្ធឆ្ងល់ថាតើត្រូវហៅកូនរបស់ពួកគេថាអ្វីបុរសរបស់យើងកំពុងគិតឆ្ងាយនាងមិនដឹងអ្វីដែលគាត់កំពុងព្យាយាមនិយាយទេប៉ុន្តែរបៀបដែលគាត់ចាប់ផ្ដើមចូលទៅចិត្តយ៉ាងយឺតធ្វើឲ្យនាងភ័យគាត់បានធ្វើឲ្យនាងជាប់កាំងហើយចំអកនាងដោយអញ្ជើញនាងឲ្យងូតទឹកជាមួយគ្នានាងធុញហើយទាត់គាត់ប៉ុន្តែជំនួសឲ្យការធ្វើឲ្យគាត់ឈឺនាងរបួសជើងរបស់នាងផ្ទាល់ថ្ងៃបន្ទាប់វេជ្ជបណ្ឌិតបញ្ជាក់ថានាងបានបាក់ជើងហើយណែនាំឲ្យនាងសម្រាកឥឡូវនាងនៅម្នាក់ឯងជាមួយឃីបប៉ុន្តែការខ្វះការអាណិតអាសូររបស់គាត់ចំពោះការរបួសរបស់នាងធ្វើឲ្យនាងរំខានហើយនាងចាប់ផ្ដើមចំអកគាត់ដោយហៅគាត់ថាអាក្រក់នាងដូចកុមារប៉ុន្តែនៅពេលនាងនិយាយថានាងមិនចូលចិត្តគាត់ទឹកមុខរបស់គាត់មើលទៅឈឺចាប់ដូច្នេះនាងយកវាត្រឡប់ប្រាប់គាត់ថាវាជារឿងលេងប៉ុន្តែបុរសរបស់យើងនេះថយក្រោយពីការប្រយុទ្ធដូច្នេះគាត់និយាយពាក្យដូចគ្នានេះត្រឡប់ទៅនាងប៉ុន្តែបន្ថែមថានាងគួរឲ្យស្រឡាញ់ខណៈដែលញឹមគាត់ទើតែមិនអាចទប់ទល់នឹងការកាន់នាងនៅពេលលីនបាញ់សំណួរមកគាត់ដូច្នេះគាត់មិនមានជំរើសក្រៅពីការប្រើថ្នាំសម្រាប់របស់គាត់សារភាពថានៅពេលប្រឈមមុខនឹងព័ត៌មានច្រើនគាត់ងាយនឹងវង្វេងស្មារតីព្រោះគាត់លឺអ្វីទាំងអស់ពីបក្សីនៅលើប៉ាំនាឡិការហូតដល់អ្នកបម្រើនិយាយអាក្រក់អំពីគាត់នៅជាន់ទី1ជាលទ្ធផលគាត់ជក់ដើម្បីជួយបិទសម្លេងពួកគេត្រឡប់ទៅការពិភាក្សារបស់ពួកគេហើយនាងក្រុងបញ្ចប់ការវេចខ្ចប់ហើយធ្វើដំណើរទៅផ្ទះប៉ុន្តែនាងហាក់ដូចជាភ្លេចអ្វីមួយខេតរំលឹកនាងថាកិច្ចការផ្ទៃក្នុងរបស់សានគឺជាទំនួលខុសត្រូវរបស់អឌុកស្រីប្រពន្ធរបស់គាត់នោះមានន័យថានាងត្រូវអមដំណើរគាត់ទៅប្រាសាទសូហ្វេនឥឡូវនាងកំពុងរៀបចំត្រឡប់ទៅប្រាសាទរបស់ខេតដើម្បីបំពេញកាត់កិច្ចជាអឌុកស្រីផែនការរបស់នាងក្នុងការនាំប្តីមកផ្ទះពិតជាមិនកើតឡើងទេហើយទោះបីនាងចង់ឃើញឪពុកម្ដាយរបស់នាងមិនអាចប្រាប់ពួកគេថានាងបានរៀបការជាមួយខេតក៏ទេខណៈដែលនាងកំពុងគិតខេតលេចឡើងដោយមិនមានអ្វីធ្វើឲ្យនាងស្រែកអេនពិនិត្យមើលនាងភ្លាមហើយឃើញនាងនៅលើដីគិតថានាងស្លាប់លីនពន្យល់យ៉ាងលឿនថាវាដោយសារតែជើងបាក់របស់នាងឈឺហើយនៅពេលឮរឿងនេះខេតខ្លាចជាបារម្ភហើយកាន់នាងមនុស្សនៅទីនេះត្រូវស្ងប់ចិត្តនៅពេលនាងក៏សម្គាល់ឃើញគាត់ជក់នាងយកវាពីមាត់គាត់ហើយយល់វាជុំវិញព្យាយាមបិទវាអេដិនដែលរកឃើញពួកគេគួរឲ្យស្រឡាញ់ផ្ដោតថាដុតបារីប៉ុន្តែដេលីសានិយាយច្រើនពេកដូច្នេះនាងដាក់វាត្រឡប់ក្នុងមាត់គាត់ហើយចុងម្រាមដៃរបស់នាងប៉ះបូរមាត់គាត់នាងចាំការខ្មាស់អៀនដែលគាត់បានធ្វើឲ្យនាងហើយក្នុងការសងសឹកនាងចំអកគាត់ហើយរៀបចំលើទម្រាមដៃរបស់នាងប៉ុន្តែដេលីសាភ្លាមចាប់ម្រាមដៃរបស់នាងដោយមាត់របស់គាត់ផ្ទាល់លោកចុះមកពួកគេចូលទៅបន្ទប់ទឹកហើយដេលីសាជួយនាងលាងដៃព្រោះស៊ីកាដែលនាងមានបំណងលិតមុននេះមានថ្នាំខ្លាំងគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្សនាងជឿគាត់ប៉ុន្តែទីតាំងរបស់ពួកគេមានភាពឆ្កងដូច្នេះនាងចង់លាងដោយខ្លួនឯងនៅពេលលីសាដាក់ក្បាលរបស់គាត់លើស្មារបស់នាងឥឡូវក្រហមទឹកមុខប៉ុន្តែនៅពេលខេតនិយាយអំពីការលឺចង្វាក់បេះដូងរបស់នាងការថប់បារម្ភរបស់នាងកើនឡើងហើយនាងអង្វរដោយស្ងៀមសម្រាប់ជំនួយហើយដើម្បីបន្ថែមលើការភ័យស្លន់ស្លោរបស់នាងលីសាចង់រូបយកនាងភ័យស្លន់ស្លោនឹងសម្លេងនៃពាក្យទាំងនោះ